ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមកកាក់សូមអញ្ជើញពុកម៉ែបងប្អូនពិសាជាមួយខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនអើយជាតិណាស់គ្រាន់តែឃើញអំបិលម្ទេសក៏ដឹងតែជាតិដែរឆ្ងាញ់មកកាក់នេះអត់ជូរទេគឺជាប្រភេទមកកាក់ផ្អែមមកកាក់ផ្អែមប៉ុន្តែអំបិលហឹរមកកាក់នេះស្រួយឆ្ងាញ់ណាស់បងប្អូនយើងដាក់ត្រាំទឹកកកចាត់ឲ្យស្អាតហើយត្រាំទឹកកកស្រួយឆ្ងាញ់បងប្អូនហឹរខ្លាំងមែនទែនមកចំណិតទៀតចាស់សូមអរគុណសូមជម្រាបលាបាយបាយ